បាទសូមជម្រាបសួរបងប្អូនពុកម៉ែថ្ងៃនេះខ្ញុំសូមចេញវីដេអូទាក់ទងនឹងភាសាជាតិអក្សរសាស្ត្រខ្មែរយើងដែលបងប្អូនភាគច្រើនតែងតែយល់ច្រឡំសរសេរខុសដូចជាពាក្យក្រញូងបាទកន្លែងខ្លះគាត់បើកហាងហ្នឹងគាត់ដាក់ក្រញូងបាទដោយសារតែគាត់យល់មិនច្បាស់អំពីពាក្យហ្នឹងកន្លែងខ្លះដូចជានៅខាងត្រើយមកខាងស្ពានជ្រោយយ៉ាវ៉ាឃើញហាងមួយបាទក៏ដាក់ស្លាកយីហោសរសេរកចង្រោញោបាទថ្មិញកណ្ដុលសអូដល់ងោមិនដឹងអានថាម៉េចទេគាត់តែមកពាក្យសរសេរខុសដល់2កន្លែងហើយដូចជានៅក្នុងបណ្ដាញសង្គមបាទឃើញគេសរសេរលោកតាដំបងក្រញូងគាត់សរសេរកចង្រោញោសអូដល់ងោអាហ្នឹងអានថាកញោងទេបាទព្រោះពាក្យហ្នឹងវាអក្ខុសៈនៅពីមុខបាទហើយពាក្យដែលត្រឹមត្រូវនោះគឺក្រញូងបាទដើមក្រញូងលោកតាដំបងក្រញូងគោចង្រោញោសអូដល់ងោដូចជាពាក្យក្រវាញនៅភ្នំក្រវាញខេត្តពោធិ៍សាត់អញ្ចឹងគឺអត់មានបាទអត់មានថ្មិញកណ្ដុលទេដូចជាពាក្យក្រវ៉ាត់បាទក្រវ៉ាត់កអីហ្នឹងគឺអត់មានថ្មិញកណ្ដុលទេបាទបងប្អូនសូមកុំយល់ច្រឡំដូចជាពាក្យសុបិនបាទសុបិននេះគឺអត់មានជើងដទេបាទគឺអត់មានជើងដទេស្រមៃក៏មិនមានបាទថ្មិញកណ្ដុលដែរបងប្អូនក៏បីយល់កុំយល់ច្រឡំបាទសូមអរគុណ